មួយមុខវិជ្ជាដែលខ្ញុំអត់តបបង្ហាញអ្នកនរគ្នានៅក្នុងវីដេអូចុងក្រោយនេះចាចង់និយាយថាចាគឺថាមានការបាត់វីដេអូជាខ្លាំងធ្វើឲ្យខ្ញុំភ័យផងស្លន់ផងទ្រាំតែរកឃើញបានវីដេអូមួយនឹងត្រឡប់មកវិញខ្ញុំបាត់ចូលជីក្រោយឃើញហើយខ្ញុំនៅបង្ហាញអ្នកនរគ្នានៅមុខវិជ្ជាមួយដែលមុខវិជ្ជាមួយនេះគឺអត់មាននៅស្ថិតនៅក្នុងអគារដែលខ្ញុំរៀនហើយនឹងបង្ហាញអ្នកនរគ្នាកន្លងមកទេគឺនៅអគារខាងមួយប៉ែកទៀតដូចអ្នកនរគ្នាបានឃើញវីដេអូអញ្ចឹងគឺថាពួកយើងត្រូវជិះម៉ូតូឆ្លងទៅដល់អគារមួយទៀតហើយខាងសាលា NAI ធ្វើខ្ញុំភ្ញាក់ផ្អើលហ្មងចង់និយាយថាខ្ញុំអត់ស្មានថាមានអគារខាងក្រោយមួយទៀតទេមកដល់គឺមានមុខវិជ្ជាផ្សេងមួយទៀតដែលនៅខាងក្រោយអគារដែលខ្ញុំរៀនហ្នឹងមុខវិជ្ជាមួយហ្នឹងគឺមានខុសពីមុខវិជ្ជាផ្សេងៗគឺរៀនផ្ទាល់អនុវត្តផ្ទាល់ហ្មងហើយមុខវិជ្ជាមួយនោះគឺថាគឺជាមុខវិជ្ជាជួសជុលម៉ាស៊ីនត្រជាក់និយាយទៅគឺមុខវិជ្ជាមួយនេះគឺផ្ដោតទៅលើសំខាន់បងប្រុសៗណាដែលគាត់ចង់រៀនផ្នែកជួសជុលម៉ាស៊ីនត្រជាក់ជាពិសេសហ្មងគឺអាហ្នឹងគឺដូចយើងដឹងចឹងមនុស្សសម័យឥឡូវគឺប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើនទៅតាមសម័យកាលដើរទៅមុខមនុស្សក៏ត្រូវការទំនើបចឹងហើយសម្ភារៈនៅក្នុងផ្ទះក៏ត្រូវការទំនើបដូចគ្នាអញ្ចឹងហើយអ្នកដែលរៀនមុខវិជ្ជាផ្នែកជំនាញជួសជុលម៉ាស៊ីនត្រជាក់អីគឺត្រូវម៉ាច់ហ្មងចឹងហើយបានជាសាលាណៃឯងក៏ផ្ដោតយកចិត្តទុកដាក់មែនតែនទៅលើការមុខជំនាញណាដែលរៀនចប់ហើយគឺមានការងារធ្វើអាចចេញរកស៊ីឬបើកមុខរបរដោយខ្លួនឯងបានដោយសេរីហ្មងដូចនៅក្នុងវីដេអូនេះអញ្ចឹងអ្នកនរគ្នាដូចឃើញថាការអនុវត្តផ្ទាល់អីផ្ទាល់អញ្ចឹងគឺល្អខ្លាំងមែនតែនទៅដឹងថាទឹកដីមិនធម្មតាឃើញចឹងមិនមានន័យថាអត់មានថ្នាក់រៀននៅខាងក្នុងក៏មានថ្នាក់រៀននៅខាងក្នុងដូចគ្នាតែអានេះគឺជាការអនុវត្តផ្ទាល់គឺត្រូវតែចេញក្រៅដូចបញ្ជាក់អញ្ចឹងការងារនេះគឺសម្រាប់បងប្រុសតែបងស្រីនារីណាមានចំណាប់អារម្មណ៍អាចចូលរៀនបានដូចគ្នាបើបែរមកដល់បន្ទប់ការសិក្សាវិញដូចអ្នកនរគ្នាបានឃើញចឹងគឺថាមិនមែនមានត្រឹមទ្រឹស្ដីទេមានការអនុវត្តផ្ទាល់មានការបញ្យល់និងសិក្សាស្រាវជ្រាវផ្ទាល់ពីលោកគ្រូដែលគាត់បានបង្រៀនហើយក្នុងបន្ទប់នេះផ្ទាល់ដែរគឺមានម៉ាស៊ីនត្រជាក់គ្រប់ប្រភេទដែលត្រូវសិក្សាជួសជុលដើម្បីស្វែងយល់ពីម៉ាស៊ីនត្រជាក់ទាំងអស់ហ្នឹងដូចអ្នកនរគ្នាបានឃើញចឹងមានម៉ាស៊ីនត្រជាក់ប្រឈមមាន Samsung Panasonic មានអីផ្សេងទៀតគឺថាត្រូវសិក្សាច្រើនមែនតើវិជ្ជាទាំងអស់ហ្នឹងដែលខ្ញុំថាបង្ហាញអ្នកនរគ្នាគឺនៅរៀន free ណាអ្នកនរគ្នាអាចចោះឈ្មោះដាក់ពាក្យទៅរៀនបានបើសិនជាអ្នកនរគ្នាចង់ចោះឈ្មោះចូលរៀនអ្នកនរគ្នាអាចវាយ page NAI ចោះឈ្មោះតាមអនឡាញឬក៏មកដល់ខាងសាលា NAI ផ្ទាល់ដើម្បីចោះឈ្មោះចូលរៀនគឺល្អមែនតើសម្រាប់អ្នកនរគ្នាតើណាការដែលនៅរៀនអត់គិតថ្លៃអត់អស់លុយអ្នកនរគ្នាចង់មករៀនមុខជំនាញអ្វីអាចជ្រើសរើសបានហើយវីដេអូមានតែប៉ុណ្្នឹងទេបើសិនអ្នកនរគ្នាចង់ដែរទៀតកុំភ្លេច follow ខ្ញុំផង